អាយុដំហ៊ុនម៉ាណីថ្លែងថាកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈបានផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់និងកម្ពុជាក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី23និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូក3ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី8នៅរុស្ស៊ីថ្ងៃទី5ខែសីហាឆ្នាំ2026អាយុដំហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជាបានថ្លែងថារយៈពេល3ថ្ងៃនៃកិច្ចប្រជុំនេះបានសម្រេចលទ្ធផលធំៗជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់និងប្រជាជនកម្ពុជាដែលបានអនុម័តនិងមានគោលដៅជំរុញឲ្យការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័សងាយស្រួលទទួលបានមានគុណភាពឆ្លើយតបចំពោះតម្រូវការជាក់ស្ដែងអាយុដំហ៊ុនម៉ាណីបានបង្ហាញថាសម្រាប់កម្ពុជាស្មារតីនៃមូលបត្រនេះគឺស្របជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់យកការកែតម្រង់និងការពង្រឹងអភិបាលកិច្ចដែលជាស្នូលនិងផ្ដល់អាទិភាពដល់មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដើម្បីសម្រេចកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពក្នុងនេះនវានុវត្តន៍អាចជួយកម្ពុជាក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជារដ្ឋបាលទំនើបដែលប្រើប្រាស់ទិន្នន័យបច្ចេកវិទ្យានិងការសម្របសម្រួលអន្តរស្ថាប័នដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរនវានុវត្តន៍មិនមែនត្រឹមតែជាការប្រើឧបករណ៍ឌីជីថលទេប៉ុន្តែក៏គិតគូរពីការកែលម្អស្ថាប័នការវិភាគមុខងារការកាត់បន្ថយការងារត្រួតស៊ីគ្នាការកែលម្អដំណើរការការងារនិងការបណ្ដុះបណ្ដាលមន្ត្រីផងដែរអាយុដំឧបនាយករដ្ឋមន្ត្រីបានបន្តថាសម្រាប់ប្រជាជនកម្ពុជាតម្លៃសំខាន់គឺការប្រើប្រាស់វេទិកាតំបន់ដើម្បីគ្រប់គ្រងការអនុវត្តវិធានការគន្លឹះទាំង3ក្នុងការកែតម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជំនាញបច្ចេកទេសការបណ្ដុះបណ្ដាលការបង្កើតដៃគូដើម្បីគ្រប់គ្រងកម្មវិធីកែតម្រង់ដែលយើងកំពុងជំរុញអនុវត្តយ៉ាងសកម្មដូចជាការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគ្រប់គ្រងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសន្តិភាពសមធម៌ប្រសិទ្ធភាពនិងចីរភាពប្រព័ន្ធនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តមន្ត្រីរាជការឲ្យបំពេញការងារកាន់តែលឿនមានប្រសិទ្ធភាពកាន់តែខ្ពស់និងកាន់តែបរិយាកម្មក្នុងការផ្តល់សេវាផ្អែកលើសូចនាករសមិទ្ធកម្មច្បាស់លាស់ពិសេសក្នុងវិស័យអាទិភាពដូចជាវិស័យអប់រំនិងសុខាភិបាលអាយុដំបានសង្កត់ធ្ងន់ថាក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺជាការគ្រប់គ្រងសមិទ្ធកម្មនិងការភ្ជាប់ការគ្រប់គ្រងធនធានមនុស្សទៅនឹងលទ្ធផលការងារជាក់ស្ដែងដែលជាការគិតគូរយកចិត្តទុកដាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការជំរុញលើកទឹកចិត្តមន្ត្រីនិងបង្កើនប្រសិទ្ធភាពការងារឈានទៅការរៀបចំប្រព័ន្ធគ្រប់គ្រងមន្ត្រីផ្អែកលើសមិទ្ធកម្មពោលគឺមន្ត្រីទទួលបានការចាត់តាំងមានតួនាទីភារកិច្ចមានសមត្ថភាពមានសមិទ្ធកម្មនិងការចូលរួមជាក់ស្ដែងនិងមានការទទួលស្គាល់ទទួលបានការលើកទឹកចិត្ត